អ្នកអរគ្នាដែលឮពាក្យថា cyber security កាលណាគេនិយាយអំពី cyber security គេនិយាយអំពី3ចំណុចដែលជាភាសាអង់គ្លេសគេហៅថា CIA confidentiality integrity and availability កាលណាគេនិយាយអំពី cyber security គេនិយាយអំពី digital ក្រុមហ៊ុនដែលមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានអញ្ចឹងកាលណាគេ implement cyber security ធ្វើយ៉ាងណាឲ្យប្រព័ន្ធព័ត៌មានរបស់គេមាន3ចំណុច confidentiality integrity and availability អញ្ចឹងថាតើ3ចំណុចនេះមានន័យយ៉ាងណាយើងតាមដានទាំងអស់គ្នាយើងចាប់ផ្ដើមពី confidentiality មានន័យថាយើងធ្វើឲ្យប្រព័ន្ធព័ត៌មានមួយមានតែអ្នកដែលមានសិទ្ធិចូលមើលព័ត៌មានយើងតែប៉ុណ្ណោះទើបអាចចូលទៅក្នុងប្រព័ន្ធហ្នឹងបានចូលទៅមើលព័ត៌មានហ្នឹងបានកាលណាប្រព័ន្ធព័ត៌មានមួយមានចំណុចហ្នឹងអញ្ចឹងយើងហៅវាថាវាមាន confidentiality ឯងឧទាហរណ៍ account Facebook របស់យើងគឺយើងមាន username password មានន័យថាមានតែយើងដែលជាម្ចាស់ account ទេអាចចូលទៅកែព័ត៌មានចូលមើលព័ត៌មាននៅក្នុង account របស់យើងបានអញ្ចឹងយើងធ្វើអាហ្នឹងដើម្បីឲ្យវាមាន confidentiality មួយទៀត integrity អញ្ចឹង integrity ហ្នឹងមានន័យថាម៉េចមានន័យថា data ឬក៏ព័ត៌មាននៅក្នុងប្រព័ន្ធហ្នឹងគឺត្រូវតែមានសុវត្ថិភាពអត់អាចមានអ្នកណាម្នាក់មកកែបានប្រសិនបើមិនមានសិទ្ធិកែឧទាហរណ៍ថានៅក្នុងគណនីរបស់យើងមានលុយ 1000 ក្រោយមកមានអ្នកលួចកែទៅជា$10កាលណាអ្នកផ្សេងអាចកែព័ត៌មានរបស់យើងបានមានន័យថាប្រព័ន្ធហ្នឹងគឺអត់មាន integrity ទេអញ្ចឹងយើង implement cyber security ដើម្បីកុំឲ្យគេកែព័ត៌មានរបស់យើងបានកុំឲ្យគេកែព័ត៌មានរបស់អ្នកប្រើប្រាស់បានអញ្ចឹងមានន័យថាមានតែអ្នកមានសិទ្ធិកែទើបអាចកែបានកាលណាប្រព័ន្ធមានចំណុចហ្នឹងអញ្ចឹងយើងហៅថាប្រព័ន្ធហ្នឹងគឺមាន integrity ឯងចំណុចទី3គឺ availability នៅពេលដែលយើងចង់ប្រើប្រព័ន្ធហ្នឹងគឺប្រព័ន្ធហ្នឹងគឺអាចប្រើប្រាស់បានឧទាហរណ៍ថា Facebook អញ្ចឹងយើងចង់ប្រើ Facebook ពេលណាក៏បានដែរយើងចង់ប្រើពេលយប់ពេលថ្ងៃពេលព្រឹកពេលណាក៏បានអាហ្នឹងយើងហៅថាមាន availability ហើយអញ្ចឹងបើសិនជាប្រព័ន្ធមួយយប់ឡើងយើងចូលទៅប្រើប្រាស់ដាប់តែមានបញ្ហា error គាំងឬក៏ចូល account ខ្លួនឯងអត់បានចូលទៅផុសរូបភាពអីអត់បានមានបញ្ហាអាហ្នឹងយើងហៅថាវាអត់មាន availability ទេមានន័យថាយើងចូលទៅប្រើត្រូវការប្រើបានផងអញ្ចឹងវាអត់មាន availability ទេអញ្ចឹងសរុបមក confidentiality integrity និង availability គឺជាគោលបំណងធំបំផុតនៅក្នុង cyber security យើងធ្វើ cyber security ដើម្បីធ្វើឲ្យប្រព័ន្ធរបស់យើងមាន3ចំណុចហ្នឹងអញ្ចឹងបើសិនជាប្រព័ន្ធមួយអត់មាន3ចំណុចហ្នឹងទេគឺវាអត់មាន security ទេមានន័យថាអត់មានសុវត្ថិភាពឯប្រព័ន្ធហ្នឹង